នៅផ្ទះអបសក់ពេកឥឡូវយើងទៅកាន់ Kingo គេហៅថាធនាគារដកលុយចំនួន$10ហើយដាក់កាតទៅដាក់លេខកូដដាក់ទឹកលុយនឹងបើកលុយឲ្យហើយអញ្ចឹងយើងយកលុយពិនិត្យទឹកលុយយករបស់របរចេញមកកុំឲ្យបាត់មានវិក័យប័ត្រមានអីហើយបន្តដំណើរទៅផ្សារទំនើបតែខ្ញុំអត់តន់ចូលផ្សារទំនើបខ្ញុំចូលឡសុនសិនដើម្បីយើងទៅ print រូប print ឯកសារຂະຫນາດ4 A4 តម្លៃវាមួយសន្លឹកតែ1000តែ10កាក់ឯងអញ្ចឹង10សន្លឹក12សន្លឹកវាមក120ហើយយើងមកវិញចូល ER វាអស់120ដល់88ហើយចូលផ្សាយអនយើងឆេងលុយមកសំ880ហើយយើងដើរចូល EON មើលតំណែងទៅតែខ្ញុំអត់បានទិញអីទេព្រោះអីលុយប៉ុណ្ណឹងហើយយើងវាមានរបស់ហូបហើយមានពងទាមានអីនៅផ្ទះដែរអញ្ចឹងខ្ញុំសម្រេចចិត្តអត់ទិញទេព្រោះតំណែងនេះរឿងថ្លៃហើយនៅមួយវាអត់តម្រូវការផងខ្ញុំចូលចិត្តទិញមួយថ្ងៃហូបមួយថ្ងៃអញ្ចឹងរបស់ទិញបានហើយបើហូបអត់អស់នៅហូបទៀតវាអត់បានទិញទៀតទេព្រោះអីយើងនៅមកហូបអញ្ចឹងមានយកមកទិញយកមកញុះក្នុងផ្ទះអីទេអត់បើថារវល់យើងទិញទុកដែរហើយនេះគឺស្រាប្រភពកន្លែងស្រាហើយខ្ញុំបានទិញអីខ្ញុំដាក់ចេញវិញព្រោះតែអត់ដឹងទិញអីអត់ទៅចូលថតលេងហ្នឹងហើយបន្ទាប់ពីហ្នឹងទៅខ្ញុំតដំណើរទៅតាគេហៅនៅដេម៉ូអីមកចាតាមទឹកឃើញស្បែកជើងស្អាតចង់ទិញដែរតែលុយអត់គ្រប់ហើយបន្តទៅ Mr. Mart ទៅទិញទឹកជ្រលក់ Mr. Mart ហើយអាខោនេះគឺប្រេងខ្យងតម្លៃវា400ជាងតែខ្ញុំបានទិញនេះខ្ញុំទិញហើយបន្តទៅថតតំណាប់ស្វាយតំណាប់ម្នាស់ទឹកជ្រលក់ទឹកសសច្រើននៅហ្នឹងហើយរៀងថោកមានទឹកត្រីមានអីទិញហ្នឹងបានហើយក៏សម្រាប់ចិនទិញម្សៅបំពងហ្នឹងហៅក្របស្ដែកដីយកមកហូបយកមកក្លែមហើយជីងវិញនៅពោអេងក៏ឃើញសត្វអីទេកវែងជើងវែងហើយមកនេះគឺមកល្ងាចជាងហើយបន្ទាប់ពីនឹងមកអានេះគឺម៉ាតផ្សារ Elephant ណាកន្លែងហ្នឹងក៏សម្បូររបស់លក់ច្រើនណាស់តែវាអត់ដូច EON ទេ Mr. Mark ឯនឹង EON អាហ្នឹងរៀងធំខ្ញុំទៅក៏ថតមើលតែតិចកាងក៏បានទិញអីទិញតែម្លិះដល់2ដបហើយនឹងក្រែមទុកហូបទៅប៉ុណ្ណឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបាយបាយ